ទួលពាន់តាលីបឹងស្នេហ៍អ្នកស្រុកអ្នកភូមិនិងប្រជាជនកម្ពុជាយើងស្គាល់ថាបឹងស្នេហ៍ដែលជាតំបន់ទេសចរណ៍ធម្មជាតិសត្វស្លាបដែលស្ថិតនៅក្នុងភូមិតបស្ដេចកំពង់ស្លែងឃុំធាយស្រុកបាភ្នំខេត្តព្រៃវែងពីដើមឡើយពុំមានសត្វស្លាបរស់នៅច្រើនកុះកដូចនេះទេជាកន្លែងស្ងប់ស្ងាត់ដែលជាកន្លែងនេសាទនិងធ្វើស្រែរដូវប្រាំងតែផ្ទុយទៅវិញក្នុងបច្ចុប្បន្ននេះបឹងស្នេហ៍សម្បូរទៅដោយសត្វស្លាបរាប់ម៉ឺនក្បាលដែលជាទីគយគន់របស់អ្នកទេសចរដែលស្រឡាញ់ធម្មជាតិតើអ្វីទៅដែលស្ថិតនៅពីក្រោយនៃការត្រឡប់មកវិញនិងការកើនឡើងនៃសត្វស្លាបជាច្រើននៅក្នុងតំបន់នេះតាមរយៈការជួបសម្ភាសជាមួយមន្ត្រីអភិរក្សនៅក្នុងតំបន់នោះបានឲ្យដឹងថាការឈប់សម្លាប់ការឈប់បំផ្លិចបំផ្លាញនិងប្រែក្លាយតំបន់នេះទៅជាតំបន់អភិរក្សជាមូលហេតុដ៏សំខាន់និងជាចម្បងដែលនាំឲ្យសត្វស្លាបទាំងនេះត្រឡប់មកវិញនិងនាំមកនូវសត្វស្លាបជាច្រើនផ្សេងទៀតបរស់នៅយ៉ាងកុះកភ្ញៀវខ្ញាអើងកងតែសឹងទៅរកព្រៃនិងទីជ្រកោនសម្រាប់ពួកគេពុំបាននេះគឺជាមេរៀនតែមួយគត់ដែលសន្និដ្ឋានឲ្យឃើញថាការឈប់បំផ្លិចបំផ្លាញការឈប់ធ្វើឲ្យមានហានិភ័យចំពោះគ្នាទៅវិញទៅមកការថែរក្សាគ្នាទៅវិញទៅមកនេះហើយគឺជាមូលហេតុដែលធ្វើឲ្យសពសត្វទាំងអស់អាចមករស់នៅជាមួយគ្នាបានមិនមែនតែក្នុងចំណោមមនុស្សទេសត្វក៏អាចដឹងដែរថាទីណាមានសេចក្តីសុខទីណាអសុវត្ថិភាពប៉ុន្តែធ្វើឲ្យយើងយល់ឃើញថាភាពស្រស់បំព្រងនិងការរីកចម្រើនពលគឺរកទទួលទានមានបានមានចំណូលគឺការឡើងអំពីការថែរក្សាមិនមែនការបំផ្លិចបំផ្លាញឡើយអ្នកស្រុកកាន់តែលក់ដូរដាច់និងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍នេះដើម្បីបន្តអភិវឌ្ឍតំបន់ទេសចរណ៍នេះបន្ថែមទៀតនិងកសាងភូមិស្រុករបស់